សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបង្ហាញមុខម្ហូបបែបងាយគឺឆាបន្លែគ្រប់មុខខ្ញុំឆាសាច់ជ្រូកជាមួយនឹងថ្លើមជ្រូកហើយនឹងបន្លែខ្ញុំមាន4មុខបន្លែដែលខ្ញុំមានស្នូលពោតការ៉ុតស្តែកបារាំងនិងស្ពៃក្តោបពណ៌ស្វាយតើបងប្អូនមើលខ្ញុំធ្វើទាំងអស់ដាក់ឆ្នាំងឲ្យក្តៅហើយចាក់ប្រេងឆាចូលបន្ទាប់មកយើងដាក់ខ្ទឹមសបំពងឲ្យក្រហមខ្ទឹមសិនយើងចាប់ផ្ដើមដាក់សាច់ចូលដាក់បន្ទាប់មកយើងចាក់ប្រេងខ្យងហើយយើងកូរត្រឡប់បន្តិចទៅពេលយើងចាប់ដាក់ប៊ីចេងដាក់ស្ករដាក់អំបិលដាក់គ្រប់មុខហើយយើងចាប់ផ្ដើមកូរបន្តិចហើយបានយើងចាប់ផ្ដើមដាក់ទឹកត្រីហើយយើងកូរសាច់ឲ្យឆ្អិនមើលសាច់ឆ្អិនហើយយើងចាប់ផ្ដើមដាក់បន្លែចូលទៅហើយយើងចាប់ផ្ដើមកូរឲ្យសព្វហើយយើងថែមទឹកបន្តិចដើម្បីឲ្យវាចូលជាតិឆាបន្លែគ្រប់មុខរបស់ខ្ញុំបានឆ្អិនហើយបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយសូមអរគុណបងប្អូនច្រើនចំពោះការតាមដានវីដេអូរបស់ខ្ញុំបាយជម្រាបលា